សុភាសិតមួយពោលថាគ្រប់ភាពជោគជ័យសិតតែកើតចេញពីការព្យាយាមក៏ប៉ុន្តែគ្រប់ការព្យាយាមមិនប្រកាសថាទទួលបានភាពជោគជ័យនោះទេការមានផែនការការកំណត់ផែនការការមានក្តីស្រមៃការកំណត់ក្តីសង្ឃឹមការមានមហិច្ឆតាមិនប្រកាសថាអ្នកទាំងអស់គ្នាទៅដល់គោលដៅនោះទេក៏ប៉ុន្តែអ្វីដែលច្បាស់ជាងនេះទៅទៀតនោះដើម្បីទៅដល់គោលដៅអ្នកត្រូវតែមានការលះបង់អ្នកត្រូវតែមានការចូលរួមអ្នកត្រូវតែហ៊ានពលីដើម្បីខ្លួនឯងអញ្ចឹងខ្ញុំសង្ខេបមកវិញថាការកំណត់ផែនការវាគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះហើយការធ្វើសកម្មភាពទៅតាមផែនការដែលបានកំណត់វាគឺជា process វាជាដំណើរការហើយដំណើរការវាសំខាន់ទៅលើផែនការហើយវាសំខាន់ចំពោះការឆ្ពោះទៅរកភាពជោគជ័យប៉ុន្តែយើងមិនអាចទាយបានថាថ្ងៃនឹងមេឃភ្លៀងអញ្ចឹងកុំភ្លៀងអីមេឃតែយើងអាចប្រើឆ័ត្រដើម្បីការពារទឹកភ្លៀងយើងអាចប្រើអាវភ្លៀងដើម្បីកុំឲ្យយើងសើមក្នុងពេលធ្វើដំណើរជីវិតតែងតែជួបបញ្ហាតែងតែកើតមកមុនដំណោះស្រាយប៉ុន្តែការត្រៀមខ្លួនការត្រៀមលក្ខណៈសម្បត្តិដើម្បីប្រឈមមុខជាមួយនឹងបញ្ហាគឺជាកត្តាមួយទៀតដែលសំខាន់នៅក្នុងការកំណត់ផែនការពិតប្រាកដសរុបមកវិញខ្ញុំនិយាយថាទោះបីជាយើងមានផែនការល្អទោះបីជាយើងធ្វើសកម្មភាពល្អក៏មិនប្រកាសថាយើងទទួលបានជោគជ័យគ្រប់គ្នាដែរក៏ប៉ុន្តែដើម្បីឲ្យយើងទទួលបានភាពជោគជ័យយើងគប្បីត្រូវតែមានផែនការត្រូវតែមានសកម្មភាពត្រូវតែរំវាយតម្លៃទៅលើផែនការនិងសកម្មភាពដែលខ្លួនឯងបានកំណត់ធ្វើ